សួស្តីអ្នកនាងថ្ងៃនេះយើងមកបន្តភាគជាមួយនឹង Sentence to be a Hero របស់យើងទៀតបន្តមកពីវគ្គមុនបន្តពីគេបញ្ចប់បេសកកម្មនៅភូមិនោះហើយយ៉ាងណាឥឡូវគេមកបន្តបេសកកម្មនៅកន្លែងថ្មីមួយទៀតហើយគ្នាយើងហើយគណៈពេលដែលកំពុងដើរតាមផ្លូវហ្នឹងធីរតាសួររហូតមិនទៅផ្លូវហ្នឹងអញ្ចឹងយកត្រូវទៅផ្លូវហ្នឹងណាយើងត្រូវទៅផ្លូវនោះតាតសៃឡូប្រាប់បដ ாய் ទៅថាយើងទៅបានមីសិនមកថ្មីទៀតហើយហត់ម៉េះនិយាយទៅក្នុងនាមយើងជា Hero មិនមែនចេះតែចង់ទៅណាបានតាមចិត្តទេនិយាយទៅយកមានផ្លូវណាមួយដែលជារបស់ខ្លួនឯងទេគេព្យាយាមម្ដងទៅលិចម្ដងទៅកើនិយាយទៅដូចឆ្កែអញ្ចឹងហើយគណៈពេលកំពុងធ្វើដំណើរតាមផ្លូវហ្នឹងធីរតាសួរបដ ாய் ថាចុះមិនមនុស្សច្រើនម៉េះដល់ឲ្យ Proven ទាំងក៏បាននិយាយអញ្ចឹងណាដោយសារតែកន្លែងយើងត្រូវទៅធ្វើបេសកកម្មហ្នឹងគេកំពុងតែរៀបចំកម្មវិធីស្អីមួយមិនដឹងទេដល់អញ្ចឹងមានមនុស្សធ្វើដំណើរទៅច្រើនចឹងឯងតតែគ្រាន់និយាយចោលភ្លាមហៅសៃឡូអូយទៅលេងមុខហើយឈប់សិនហើយយើងឈប់មួយសិនហើយដើរទៅមុខទៀតមួយទេដើរទៅមុខតែទីទៀតងាប់តែហ្មងតតែសៃឡូកាំងតែហ្មងមុនហ្នឹងទៅឈប់មកសាយឥឡូវឈប់ស្អីទៀតហើយអើយហត់ម៉េះហើយទីបំផុតគេបានមកដល់ទីតាំងហើយគ្នាយើងអូយនិយាយថា Sunset is beautiful isn't it និយាយទៅទេសភាពស្អាតក៏មានទឹកមានភ្នំមានទន្លេស្អីគេណាពតជុំវិញកន្លែងប្រាសាទនេះនេះស្ទីលកហើយសំខាន់នៅក្នុងហ្នឹងនឹងគេមានកម្មវិធីស្អីគេទេគេបើកលក់ស្តង់លក់របស់លក់នេះលក់នោះអីចឹងណាហើយទីបំផុតអាដូថាបើយើងមកហើយធីមយើងទីបំផុតបន្ទាប់ពីបាត់អស់ពីអេពីសូត Live Level ដេកពេទ្យឥឡូវបានមកវិញអង្គុយផឹកពីអ្នក Proven Team ធ្វើម្ដងសំខាន់ដៃកាន់សៀជក់ទៀតណាសង្ហាណាហៀហើយដល់ Pro ថាស៊ូយ៉ាងអង្គុយតែឯងអញ្ចឹងទៅហើយសៃឡូដេកមើលសភៅធ្វើម្ដងដល់ហើយគ្មានទេស្រាប់តែស្ដាច់ Nokia បានចេញមកស្រែកយកតែម្ដងថាសៃឡូឆាប់ចេញមកភ្លាមឯងនៅណាអូទីបំផុតរកឃើញឯងឯតានេះតោះផឹកអីយើងឃើញអ្នកចំនួនច្រើនណាប្រហែលជាគេមានលក់វិញ្ញាដឹងតសៃឡូងើបមកឆ្លើយភ្លាមយកបរោយផឹកអីអត់មានលុយផងតំចាយលុយអស់ទៅពេលធ្វើតាណាមកតាមផ្លូវហើយបើចង់ផឹកតហៅ Proven Team មកខ្ចីលុយគេទាំងអស់គ្នាលើណាហើយវោតំបានផឹកឲ្យស្រែក Nokia ដើរចេញទៅបាត់ហើយតមកស្ទុះធីរតាដើរមកភាសាទៀតគ្មានបានដេកមើលសភៅសុកស្រួលទេនេះដល់ហើយគេរត់ចូលមកស្រែកសៃឡូម៉ៃណៃកំពុងធ្វើអីគេនោះអូដល់តសៃឡូយ៉ាងកពោលមកបរោយអើយស្អីគេមកទៀតហើយអញហើយអីដែលសំខាន់កុកគេនឹងគុកម៉ាស្អីនេះធីរតាចូលមកដើរចេញដើរចូលបានមកស្រឡាញ់ចឹងលើហ្នឹងណាដល់ហើយធីរតាក៏បានព្រោះសៃឡូចេញទៅក្រៅមើលគេមើលឯងអញ្ចឹងទៅគេមានស្តង់គេមានអីចឹងណាដល់តសៃឡូយើងឆ្លើយបែបធុញតែមួយម៉ាត់ទេអត់ដល់ហើយធីរតាក៏បាននិយាយទៀតថាបើសិនជាមិនចង់ទៅក្រៅមកលេងអុកជាមួយខ្លួនអត់ Proven Team ទៅបរៀនខ្លួនណាគេរៀបចុះរៀបឡើងហើយសៃឡូឆ្លើយតែមួយម៉ាត់ទៀតទេអត់តែធីរតានៅតែបន្តនិយាយទៀតអញ្ចឹងណាអាភៅហ្នឹងទុកមើលថ្ងៃក្រោយបានតាចាំថ្ងៃក្រោយចាំមើលទៅខ្លួនខំប្រឹងធ្វើបុកម៉ាក់ពីអាផ្កានេះឲ្យទុកដាក់ចំណាំទំព័រដល់ហើយសៃឡូឆ្លើយមកទៀតហើយក្រោយលើនេះបាន3ម៉ាត់ដែរអត់ចង់យកលើសបាត់តែធីរតាយើងនៅមិនចោះចាញ់ឡើយនៅតែបន្តអញញ៉ៃសៃឡូអញ្ចឹងណាហើយចុះសភៅហ្នឹងអានពីអីគេអាចអានឲ្យខ្លួនស្ដាប់បានអត់ដល់ហើយគ្មានទេគ្រាន់តែលើសៃឡូប្រាប់ថាខ្លួនអានកំណាព្យអញ្ចឹងទៅធីរតាកាំងយកតែម្ដងជុំចាស់អានកំណាព្យទៀតដល់ហើយសៃឡូក៏បានបញ្យល់ឲ្យស្ដាប់អញ្ចឹងទៅថាអូអាកំណាព្យហ្នឹងគ្រាន់តែជា O collection មួយទេដែលគេបាននិយាយពីអ្នកសវឹងហើយអីដែលសំខាន់សរសេរដល់អ្នកសវឹងទៀតលើសណាដល់ហើយអង្គុយស្ងៀមចាំស្ដាប់ចាំពូនយ៉ាស្ដាប់កាត់ខ្លីៗងាយយល់ដែលកាលពីព្រៃនាយមានបរិសម្នាក់ចង់ខ្លាយទៅជាសត្វនាដល់ហើយគាត់ក៏បានខិតខំប្រឹងប្រែងហ្វឹកហាត់ក្នុងការហោះហើររាល់យប់តែម្ដងរហូតដល់គាត់ស្លាប់ខ្លួនហើយរឿងរបស់យើងក៏បានចប់ដោយបរិបូរណ៍សូមទស្សនិកជនលោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនជាទីនឹករលឹកធំវែងមូទាំងអស់គ្នាសូមកុំភ្លេចធ្វើការចុច Subscribe ដើម្បីជួយលើកទឹកចិត្តឲ្យ Admin ម្នាក់មួយផងបាទសូមអរគុណដល់ហើយសៃឡូក៏បាននិយាយប្រាប់ចឹងទៅកាលពីជំនាន់របស់ខ្លួនសិតតែអ្នកតែងកំណាព្យហើយខ្លួនកុំអីខ្លាចជាអ្នកតែងកំណាព្យដែរហ្នឹងណាតែសយអីគេចាប់យកមកធ្វើតាហ៊ានសយមែនហើយខណៈពេលគេពងនិយាយគ្នាចោះឡើងហ្នឹងណាស្រាប់តែ Captain Kivia បានមកដល់តែម្ដងថាខ្លួនចង់និយាយជាមួយនឹងសៃឡូហើយមិននឹកស្មានថាធីរតានៅនឹងដែរសោះនេះដល់ហើយគ្មានទេគ្រាន់តែធីរតាឃើញ Captain Kivia មកហើយគេក៏បានរងនឹកឃើញល្បិចមួយអញ្ចឹងទៅដល់ឲ្យ Captain Kivia បបួលសៃឡូចេញទៅនិយាយគ្នានៅក្រៅប៉ុន្តែតាមពិតចង់ឲ្យសៃឡូនាំខ្លួនដើរលេងនៅក្រៅសោះលើហ្នឹងណាហើយនិយាយថាធីរតារបស់យើងនៅក្រៅនេះអូរត់លិចរត់កើតឆ្អល់នេះឆ្អល់នោះនិយាយទៅដូចជ្រូកពុលអញ្ចឹងទៅឆ្អល់អាប៉ែណាពងតែឆាមីឆាណាសួរថាអាហ្នឹងអីគេសៃវែងមើលទៅតំណងនេះសៃឡូក៏ប្រាប់ថាអាហ្នឹងមីឆាហើយដល់មកស្ទុះឆ្អល់ទៀតជួយអានោះស្អីគេនោះគ្រាប់ក្រហមមូធ្លុញអញ្ចឹងហើយសៃឡូក៏បានប្រាប់ទៀតថាអាហ្នឹងក៏គ្រាប់អូយហើយហត់ម៉េះហើយដល់មកស្ទុះមិនតាន់ទេទៅឆ្អល់អាណាណីទៀតអានោះស្អីគេតសៃឡូរៀងតល់ដែរជួយអាហ្នឹងស្អីគេអាមិនដែលឃើញដល់ហើយ Captain Kivia ក៏បានមកបញ្យល់អញ្ចឹងទៅអាហ្នឹងគេហៅថាតកកឈូកដែលគេបានស្រោចដោយក្រែមមានទឹកឃ្មុំមានផ្លែឈើមានគ្រាប់ធញ្ញជាតិអីចឹងទៅហើយខ្លួនក៏ចូលចិត្តញ៉ាំវាដែរហើយគណៈពេលសៃឡូពងតែផ្លឹកហ្នឹងធីរតាស្អីគេទេអុកចង់ទិញយកបដ ாய் មើលទៅដូចតំណងឆ្ងាញ់ណាទិញអត់សៃឡូអូនចង់ញ៉ាំហើយមើលទៅមុខបងឯងរៀងស្មើអញ្ចឹងប្រហែលចង់ភ្លក់ដែរមើលទៅឲ្យលុយមកចាំអូនទៅទិញឲ្យបងឯងញ៉ាំដែរទិញ2តែម្ដងលើសណាហើយគេសុំចុះសុំឡើងស្មានតែទិញឲ្យតែប៉ិតសុំលុយសោះលើសបាត់ដល់ហើយសៃឡូក៏សួរ Captain Kivia អញ្ចឹងទៅខេង favorite អីញ៉ាំដែរអត់នេះចាំឲ្យធីរតាទៅទិញ3ដល់ហើយពេលហ្នឹង Captain Kivia បកាយថាអត់ញ៉ាំទេខ្លាចធាត់តាមពិតអត់លុយសោះហ្នឹងណាហើយពេលធីរតាពងរត់ទៅទិញហ្នឹងណាគេក៏
បានមកអង្គុយនិយាយគ្នាអញ្ចឹងទៅដោយខាប់ថែនគីវាបាននិយាយថាមើលតាមទង្វើសៃឡូកន្លងមកបានជួយខ្លួនពីរដងហើយមួយប្រជាជនដែលជាប់នៅក្នុងកន្លែងជីករ៉ែហើយមួយទៀតដែលជាកងទ័ពរបស់ខ្លួនដែលជាប់នៅក្នុងព្រៃហើយមូលហេតុហ្នឹងឯងបានធ្វើឲ្យការកាត់ជាមួយនឹងការវាយតម្លៃរបស់ខ្លួនទៅលើសៃឡូហ្នឹងត្រូវបានផ្លាស់ប្ដូរហើយមួយវិញទៀតជាមួយនឹងការភ្ជាប់កិច្ចសន្យាប្រើធម្មពលរបស់ថេរតាហ្នឹងមិនស្រួលអាចជួយថេរតាបានទៀតផងហើយគ្រាន់និយាយប៉ុណ្្នឹងសៃឡូអត់យល់បរាយជួយនិយាយដល់ណាតាមអត់តនេះដល់ហើយ Captain Kiwi ក៏បានបញ្យល់តអញ្ចឹងទៅដែលពីដំបូងពួកគេបានរកឃើញថេរតាហ្នឹងនៅក្នុងរូងភ្នំទៅខាងជើងដល់ហើយបេសកកម្មពួកគេត្រូវចុះកិច្ចសន្យាមួយទេវតាថេរតាហ្នឹងឯងហ្នឹងតែសួយអីស្រាប់តែមានចំនួនរវាងយោធាជាមួយនឹងពួកបូជាចាទាំងអស់ហ្នឹងអញ្ចឹងទៅក៏ផ្លែនត្រូវបានកសែអីចឹងដែរដល់ហើយគ្រាន់តែសៃឡូសយភ្លាម Captain Kiwi ស្រីឲ្យយកបរាយថាមូលហេតុដែលពីរក្រុមនឹងឆ្លោះគ្នាក៏ដោយសារសៃឡូឯងហ្នឹងដែរនៅមិនសងសឹកទៅសម្រាប់ទេវតាសេនាវ៉ាឯណាតនេណានិយាយទៅបន្ទាប់ពីការស្លាប់របស់ទេវតាសេនាវ៉ាធ្វើឲ្យពួកក្រុមយោធាបានគិតថាអូបើសិនជាទេវតាអាចស្លាប់បានណាក៏អាចបង្កើតបានដែរនិយាយទៅពួកគេមានកំណត់អាក្រក់មួយគឺចង់យកទេវតាថេរតារបស់យើងនឹងយកទៅធ្វើការពិសោធន៍ហើយតែយកទៅពិសោធន៍ហើយមានអីទៀតគ្នាយើងយកទៅស្លាប់ចោលប្រលេះគ្រឿងក្នុងយកមកបណិតមើលយកមកស្រាវជ្រាវអីចឹងណាដល់កពួកនេះហើយសំខាន់ទោះបីពួកបូជាចានឹងខំប្រំប្រកែកតវ៉ាមិនក៏ដោយក៏អត់ឈ្នះពួកក្រុមយោធាដែរប៉ុន្តែឥឡូវរៀងគ្រាន់ហើយចេះគេកន្សែការប្រតិបត្តិការនឹងចោលមួយរយៈសិនហើយមូលហេតុនោះដោយសារត្រឹមតែរយៈពេលខ្លីទេក្រុមសៃឡូអាចស្លាប់ស្ដាច់បិសាចបានដល់តែ2ក្បាលហើយវាក៏បានបញ្ជាក់ថាថេរតានៅមានប្រយោជន៍ខ្លះដល់មនុស្សលោកបើសិនជាអត់ជួយអីបានមែនណាដល់គេចាប់យកទៅពិសោធន៍ហើយដល់អញ្ចឹងសៃឡូឆ្ងល់បរោយចុំនិយាយចឹងមានន័យថាម៉េចចង់មានន័យថាទេវតាថេរតានឹងពីមុនអត់ប្រយោជន៍មែនហើយមិនបានច្បាស់មែនថាអត់ប្រយោជន៍បើតែទៅរកឃើញភ្លាមថ្មីដែរហ្នឹងឯងបន្ទាប់មកក៏ Captain Kiwi បញ្យល់តអញ្ចឹងទៅថាមូលហេតុដែលពួកគេបានដឹងពីធម្មពលរបស់ទេវតាថេរតាហ្នឹងដោយសារតែសាលាចរិតដែលបានរកឃើញទេវតាថេរតាហ្នឹងឯងវាបានប្រាប់ថាធម្មពលរបស់ទេវតាថេរតាគឺជាការជប់ដាវដល់ហើយបានរៀបរាប់អីណាកាលពីសម័យដើមមានទេវតាជាច្រើនអីចឹងទៅដែលប្រភេទមួយសិតតែខ្លាំងអាចជប់ផ្ទះជប់ខ្យល់ជប់ផ្គរអីបានហើយអាចបញ្ចេញធម្មពលជាតិពឹសដ៏ខ្លាំងបានអីចឹងទៅហើយមានទេវតាខ្លះទៀតក៏អាចមើលឃើញពីអនាគតកាលបានដែរហើយសំខាន់ទេវតាទាំងអស់ហ្នឹងត្រូវបានដាស់ឡើងនៅពេលដែលពួកអបិយសាយវាកកើតឡើងមកអញ្ចឹងណាលុះរហូតដល់ពេលចប់សង្គ្រាមបានទេវតាទាំងអស់ហ្នឹងត្រូវបានលងលក់វិញនៅក្នុងមឈូសនឹងឯងដល់ហើយសៃឡូក៏បាននឹកឃើញធ្លាប់ឮពីអាចារ្យបារាមួយដែលមានទេវតាណាមិនដឹងទេបានបញ្ជូនប្រូថាស៊ូយ៉ារបស់យើងមកពីពិភពផ្សេងមកពិភពនេះអញ្ចឹងទៅដល់ហើយ Captain Kiwi ក៏បាននិយាយតអញ្ចឹងទៅនិយាយទៅថាមកពោរបស់ទេវតាថេរតាយើងត្រូវបានគេរើសអើងដោយសារតែប្រៀបធៀបទៅទេវតាទាំង12ទៀតហ្នឹងគឺទេវតាថេរតារបស់យើងរៀងសោជាងគេអញ្ចឹងទៅហើយមូលហេតុហ្នឹងឯងបានគេចង់ចាប់យកទៅពិសោធន៍ហើយទោះបីជាពួកខ្លួនដឹងរៀងហែទាំងអស់ហ្នឹងហើយក៏អាចធ្វើអីបានដែរក្រៅពីស្ដាប់បញ្ជាថ្នាក់លើដល់អញ្ចឹងសៃឡូរបស់យើងដឹងយកបរោយអូតាមពិតចឹងឯងមូលហេតុដែលពួកហ្នឹងចង់ស្លាប់ខ្លួនហើយបដូរជីវិតនៅកន្លែងក្នុងព្រៃហ្នឹងដោយសារតែចង់សុំទោសហើយលុបលាងទោសទៅកាន់ទេវតាថេរតាឯងតាមពិតចឹងសោះលើណាហើយគ្រាន់តែនិយាយហៅភ្លាមថេរតាទិញតកកឈូសហើយល្មមហើយសំខាន់សុំគេបានដល់13និយាយទៅទិញឲ្យ Captain Kiwi មួយដែរមកឆាប់មកញ៉ាំនេះតនៅតែជាអាលេអស់លេងឆ្ងាញ់ឥឡូវហើយតែប៊ីតកពូបទៀតហ្នឹងអាឡាមែនទេវតាថេរតានេះតើតែឃើញអញ្ចឹងគ្មានទេសៃឡូរបស់យើងរៀងមួម៉ៅដែរជួយមកពួកអានេះមិនគួរណាធ្វើទង្វើដល់ថ្នាក់ហ្នឹងសោះហើយ Captain Kiwi នៅពេលដែលបានឃើញទេវតាថេរតាអញ្ចឹងក៏មានអារម្មណ៍ថាខ្លួនឯងដូចធ្លាប់ធ្វើខុសអីមួយយ៉ាងដែរនិយាយទៅដូចអន់ចិត្តនឹងខ្លួនឯងអញ្ចឹងណាដល់ហើយកុំឲ្យនៅតែប៉ែសែតយូរពេកសៃឡូក៏បានសួរអញ្ចឹងទៅពីបេសកកម្មរបស់យើងថាអូគួរធ្វើម៉េចដោយសារតែសៃឡូគិតថាបើសិនជាយើងនៅតែ perform បានល្អទៀតណាទេវតាថេរតាប្រហែលជាគេអត់យកទៅធ្វើការពិសោធន៍ទៀតទេហើយវាអត់ខ្វល់ថាពួកហ្នឹងគិតលើមិនមកកាន់ទេវតាថេរតាទេប៉ុន្តែវានឹងធ្វើឲ្យពួកហ្នឹងលេបពាក្យសម្ដីដែលបានមើលងាយមកកាន់ទេវតាថេរតាហ្នឹងទៅវិញឲ្យអស់តែម្ដងដល់ហើយ Captain Kiwi ក៏បានបញ្យល់ពីបេសកកម្មហ្នឹងអញ្ចឹងទៅថាពួកយើងត្រូវតែការពារប្រាសាទហ្នឹងរហូតតស្លាប់ខ្លួនហើយសៃឡូឆ្ងល់បរោយជួយល្មិចការពារតស្លាប់ខ្លួនល្មិចអត់យល់ម៉ងដល់ទៅពេលសៃឡូមួយប្រូវេនធីមមកសួរថ្នាក់លើក៏គាត់នៅតែនិយាយតដែរចឹងឯងពួកឯងការពារតងងខ្លួនឯងទៅអញខ្វល់ទេហើយមូលហេតុហ្នឹងគ្មានតាណាឆ្ងាយទេដោយសារអប៉ែបូជាចានោះគុំសៃឡូរបស់យើងហីខ្ពើមែនហើយអប៉ែហ្នឹងក៏បានប្រាប់ឡើងវិញម្ដងទៀតអញ្ចឹងទៅថាកម្រងការលើកនេះត្រូវធ្វើម៉េចឲ្យក្រុមសៃឡូហ្នឹងនៅតងប់ខ្លួនហ្មងបឆោតមេបេសាចូលមកកាន់ប្រាសាទហ្នឹងហើយពួកគេនឹងធ្វើការវាយប្រហារដល់សម្បើមួយអញ្ចឹងទៅនិយាយទៅដូចយកក្រុមសៃឡូយកមកធ្វើនុយឯនេះហើយសំខាន់បើសិនប្រាប់ក្រុមសៃឡូអត់ឲ្យរត់កិច្ចចេញពីប្រាសាទហ្នឹងទេបើសិនជាពីណាគេរត់ចេញមកសង្វ័យតែម្នាក់ក្រុមរបស់សៃឡូឯងនឹងស្លាប់ដោយសារតែអាសៀននៅលើកហ្នឹងយកតែម្ដងហើយពេលហ្នឹងសៃឡូប៊ីទ្រាំបានប៊ីដាក់អប៉ែហ្នឹងឯតាគុំតែប្រូវេនធីមខាត់តាន់ហើយក៏បានសួរទៅកាន់អប៉ែហ្នឹងវិញតាមស្រួលអីចឹងទៅថាអូខេងធ្លាប់ព្យាយាមតាមស្លាប់អាស្ដេចបិសាចហ្នឹងមកយូរហើយតែហើយបរាជ័យរហូតសោះហ្នឹងឥឡូវមកធ្វើឯងមានកម្រងការណាចង់ស្លាប់ស្ដេចបិសាចអត់លើសណាយហើយសំខាន់យកជីវិតរបស់ក្រុមគ្នាវាយកមកលេងសើចទៀតលើសណាដល់ហើយប្រូវេនធីមក៏ចូលទៅចរចាអញ្ចឹងទៅថាមានភាគរយឈ្នះប្រមាណភាគរយហ្នឹងបានចង់យកពួកវាឲ្យទៅធ្វើនុយហើយពេលហ្នឹងអប៉ែហ្នឹងក៏បានបញ្យល់ថាអូដោយសារតែការមុនហ្នឹងខ្លួនធ្វើប្រហែសបានធ្វើក្នុងកំភ្លើងដែលប្រើធម្មពលរបស់ទេវតាពឹសតែមានអីវាគ្រាន់តែត្រូវលបោះបន្តិចហើយវាចេះព្យាបាលខ្លួនវាមកវិញដល់ហើយលើនេះអត់ដូចលើមុនទេដោយសារតែពួកវាបានរៀបចំក្របបែកពឹសនៅ
ជុំវិញប្រាសាទនឹងហ្មងឲ្យតែវិឆាស្រ័យបិសាចនឹងហើយនឹងធ្វើការបន្ទោសឲ្យក្របបាយពឹសនឹងធ្វើការវាប្រហារទៅលើវាយកតែម្ដងតែសំខាន់ប្រូវិនធីមនៅតែអត់សុខចិត្តចឹងឯងនៅព្យាយាមនិយាយរលេះដោះសារអញ្ចឹងណាថាក្រុមខ្លួនមានទេវធីតាទេវតានៅជាមួយទៀតបើសិនជានៅនឹងទាំងអស់គ្នាចេញទៅវិញមិនកើតហើយបើទេវធីតាទេវតាស្លាប់មួយទៀតសួរថាពីណាគេទទួលខុសត្រូវមកតលាកំហុសលើក្រុមរបស់ពួកវាទៀតមែនថាស្លាប់ទេវធីតាអស់ម្នាក់ទៀតអីលឺណានិយាយទៅព្រោះអាដៃបូជាចានេះគ្មានចោលចរិតមែនថោកទាបដល់ក៏តែដល់ពេលអញ្ចឹងអាប៉ែហ្នឹងក៏បាននិយាយថាអេទេវតាទេវតាបាននៅប្រយុទ្ធមួយពួកវាទេហើយវាក៏អាចអាកាត់បានដែរតទៅសួរ Captain Kivio ដល់ហើយគ្មានទេប្រូវិនធីមបានឲ្យសៃឡូទៅហៅ Captain Kivio មកឥឡូវភ្លាមហើយសំខាន់ជាឲ្យទឹកសឹបសៃឡូទៀតថាចង់បានអីទៀតអត់ចាំវាបញ្ចុះអាប៉ែហ្នឹងឲ្យដល់ហើយសៃឡូអត់ចាំយូរទេប្រាប់យកហ្មងត្រូវការខំតបត្រូវការកំភ្លើងធំត្រូវការអាវុធត្រូវការអីអញ្ចឹងណាហើយជាពិសេសហៅគ្នាគេហៅមិត្តរួមក្រុមគេមកអស់មកហើយសរសើរនៅស៊ីស៊ូហ្នឹងអាប៉ែហ្នឹងក៏សែសួរបណ្ដោយទេឯងនឹងនិយាយស្អីគេហ្នឹងដល់ហើយប្រូវិនធីមក៏ថាអត់មានអីទេខ្ញុំពងប្រាប់ផ្លូវអាសៃឡូឲ្យទៅរក Captain Kivio អញ្ចឹងណាខ្លាចវាវិញផ្លូវហើយមុននឹងទៅសៃឡូឈឺសួរទៀតណាហើយបញ្ចុះចូលតានឹងបានអត់ហ្នឹងអញដូចមិនសូវជឿសោះដល់តែប្រូវិនធីមយើងឆ្លើយវិញយីមិនអត់ទុកចិត្តអញអញ្ចឹងអារបល់យកអាដឹងអញជាណាគេអីដល់ហើយគ្មានទេគេបានរំលឹកទៅការអតីតកាលយកតែម្ដងបាទដែលពេលហ្នឹងគេបានចាប់ប្រូវិនធីមមកសួរចម្លើយអញ្ចឹងណាដែលចោតប្រកាន់ក៏ពីទោសជាច្រើននិយាយទៅខ្ជិលបកស្រាយច្រើនអាចហៅបានថាស្ដាច់បោកវាមិនដែលមកណាបោកគេឡើងឈ្ងុយបន្លំព័ត៌មានចោះបន្លំព័ត៌មានឡើងលក់រាជវាំងឲ្យក្រុមសម្ដែងស៊ីឯណាលើសបាត់និយាយទៅដើរបោកគេបោកឯងទៅពីពេញដណ្ដឹងឯងនិយាយទៅហើយបើបូកសរុបចូលគ្នាទៅអត់ក្រោម100ករណីទេដល់ក៏អាប៉ែវិនធីមនេះធ្វើមើលធីមយើងហើយដោយសារតែមូលហេតុហ្នឹងហើយគេសម្រេចចិត្តថាអត់ស្លាប់អាប៉ែហ្នឹងចោលទេប៉ុន្តែដាក់ទោសអាប៉ែវិនធីមហ្នឹងខ្លាយទៅជាហេរ៉ូហើយដោយសារតែអាប៉ែវិនធីមហ្នឹងមានជំនាញក្នុងការបោកប្រាស់គេហើយជាមួយនឹងកុហកហ្នឹងក៏សម្រេចចិត្តថាឆ្លាក់សៀននៅលើករបស់អាប៉ែវិនធីមហ្នឹងនិយាយទៅក្នុងមួយជីវិតហ្នឹងអាចអាប៉ែវិនធីមហ្នឹងនិយាយការប៉ັດបានហ្មងគឺត្រូវតែកុហករហូតហើយមិនបាច់ខំប្រឹងបោះស្រាយច្រើនទេឯងត្រូវបាន sentence to be a hero ហើយទីបំផុតអាដូថាបានមកជួបផ្សាយឡូហើយសំខាន់គាត់មកជួបភ្លាមបបួរផឹកយកបរោយនិយាយទៅដោយតាមការសន្យានឹងឯងហើយយើងកុំទៅខ្វល់ពីអាប៉ែវិនធីមនឹងប្រកែបោកយ៉ាងហ្នឹងដឹងតែជោគជ័យចុងខែ2នេះហើយគ្នាយើងតែអីដែលគួរបារម្ភជាងគេគឺអាប៉ែសាវនៅក្នុងធីមមួយគ្នាប៉ុន្តែដូចធំធ្ងន់ជាងអាប៉ែវិនធីមទៀតបើអាប៉ែវិនធីមនេះមិនដែលចូលក្នុងធីម fight សោះហើយចាំមើលអាប៉ែសានេះវាល្មិចវិញហើយនិយាយដើមទៅហើមដល់អាប៉ែសានេះទៅលេងលបាយមួយអ្នកភូមិនេះឯណាតទៅទៅលេងចាញ់គេ7ដៃជាប់គ្នាថាគេបោកយកបរោយលើសណាតើនោះរៀងមួម៉ៅដែរមិនដឹងខ្យល់ស្អីផងថាវាបោកវាចូលមកក្បួយកោអាវអីចឹងទៅតែប្រូសាវយើងចាំតែ slow តាម៉ែកាត់ដាច់ដៃអាប៉ែនឹងភ្លាមយកតែម្ដងកាយសាយកុកខើខប់ហ្នឹងមែនប្រូសាវ Unfake Real Sin Esport ចង់កាប់បានមកពីធីមសៃឡូលើសណាហ្នឹងហើយភាគហ្នឹងមានតែប៉ុណ្្នឹងទេបើគ្នាយើងចូលចិត្តអីកុំភ្លេចជួយចុច like ជួយចុច subscribe ឲ្យបានច្រើនផងកុំភ្លេចដាក់រូបសញ្ញាកណ្ដឹងផងហើយចាំជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំសូមជម្រាបលាទៅមុនហើយបាយ